សូមជូនពុទ្ធប្រវត្តិមហាភិនិខមនបរិច្ឆេទទី7អថេកតិវសੰពោធិសន្តោឧយៈយានៈគុមឹងអាកន្តុកម្មោក្នុងសម័យថ្ងៃមួយជាខាងក្រោយមកព្រះបរមពោធិសត្វទ្រង់សពព្រះរាជហឫទ័យនិងស្ដេចយាងទៅក្រសាលក្នុងឧទ្យានទ្រង់ឲ្យនាយសារថីទៅរាជរដ្ឋដោយសេះសន្ធពៈជាមង្គលពីគូស្រេចមហាបុរសទ្រង់ឡើងគង់លើរាជរដ្ឋមានពួកសេនាវកាមាត្យចោមរួមជាបរិវារទ្រង់ស្ដេចទៅកាន់ឧទ្យានលំដាប់នោះសុធាវាសតេមហាព្រំនិមិត្តជាមនុស្សចាស់ជរាដើរទៅពីមុខពោធិសត្វនិងនាយសារថីបានឃើញប្រកបព្រះពោធិសត្វទ្រង់សួរថានាយសារថីក៏ក្រាបបង្គំទូលសពគ្រប់ប្រការព្រះអង្គមានសេចក្តីសង្វេគទ្រង់ឲ្យនាយសារថីត្រឡប់មកព្រះរាជវាំងវិញពុនេកតិវសੰលុះថ្ងៃជាខាងក្រោយមកទៀតព្រះអង្គទ្រង់ស្ដេចទៅម្ដងទៀតបានជួបនឹងមនុស្សមានព្យាធិឈឺបំរាស់ននាលទ្រង់ស្ដេចទៅក្នុងវីរៈជាគម្រប់3ដងបានជួបនឹងមនុស្សស្លាប់ព្រះអង្គសាកសួរនាយសារថីក្រាបទូលសពគ្រប់ប្រការទ្រង់មានសេចក្តីសង្វេគក៏ត្រឡប់វិលមកវិញព្រះបរមពោធិសត្វទ្រង់ស្ដេចទៅក្នុងវីរៈជាគម្រប់4ក៏បានជួបនឹងមនុស្សទ្រង់ហេតុបព្វជិទ្រង់ត្រាស់សួរនាយសារថីក្រាបបង្គំទូលតាមដំណើរនាយសារថីដែលក្រាបទូលនៅទេវទូតទាំង4បានដោយអំណាចសុទ្ធវាទេវតាបញ្ជូលចិត្តព្រះបរមពោធិសត្វទ្រង់ព្រះសណ្ដាប់ហើយមានព្រះរាជហឫទ័យសោមនស្សក្នុងភេទជាបព្វជិទើបទ្រង់ស្ដេចទៅក្រសាលក្នុងឧទ្យានដល់ហើយទ្រង់យាងចុះស្រង់ក្នុងស្រះកោខរណីជាមង្គលស្រេចហើយទ្រង់យាងឡើងមកគង់លើផែនសិលាមានប្រាថ្នានឹងប្រដាប់ដោយគ្រឿងប្រដាប់ក៏វិស្វកម្មទេវបុត្រខ្លែងភេទជាខ្មាន់ព្រះកេសយកមកថ្វាយព្រះពោធិសត្វទៅកាន់ឧទ្យានម្ដងកន្លងទៅ4ខែរស់ព្រះពុទ្ធជាម្ចាស់យើងព្រះជន្តិតស្មង្ខនេខណៈនោះព្រះនាងពំពីក៏ប្រសូតព្រះរាជបុត្រគឺរាហុលកុមារព្រះបាទសិរីសន្ធោទនៈក៏បញ្ជូនអាមាត្យឲ្យទៅក្រាបទូលដល់ព្រះពោធិសត្វកាលបើអាមាត្យ
ទៅក្រាបបង្គំទូលតាមព្រះរាជបណ្ដាំហើយទ្រង់មានព្រះរាជឱកាសថារិហុលកុមារជាចំណងធំប្រសូតហើយទើបព្រះអង្គឡើងគង់លើរាជរថត្រឡប់ទៅដល់រាជនិវេសក៏បានទ្រង់ព្រះសណ្ដាប់នៅគាថាដែលនាងហត្តយកញ្ញាឈ្មោះកេសាកោតមីពោលថានិព្វឧតោនូអ្នកសាមេតានិព្វឧតោនូអ្នកសោពិតានិព្វឧតានូអ្នកសានិរឹងយសាយ៉ាងតិសោបតេសេចក្តីថាព្រះសទ្ធត្ថអង្គនេះបើបានជាបុត្រនៃព្រះមេត្តាណាព្រះមេត្តានោះរលត់ទុកដោយពិតបើបានជាបុត្រនៃព្រះបិតាណាព្រះបិតានោះរលត់ទុកដោយពិតបើបានជាប្តីនៃនារីណានារីនោះរលត់ទុកដោយពិតពោធិសត្វបានទ្រង់ព្រះសណ្ដាប់ហើយមានព្រះរាជចហរតីសមណោះទ្រង់ដោះកែវមុតកាអាហារអំពីព្រះសុរងបញ្ជូនទៅព្រះរាជទានដល់នាងហត្តយកញ្ញានោះមហាពុរិសោមហាបុរសយាងឡើងលើប្រាសាទសោយស្រេចហើយទ្រង់យាងចូលទៅកាន់ទីសយនាក្រឡាព្រះបន្ទុំផ្ទុំស្កប់ស្កល់អស់បឋមយាមនាងនាថស្រីស្នំរបាំទាំងឡាក់ដែលប្រគំដូរតន្ត្រីលែងប្រគំដេកលក់ទៅក៏សម្ដែងវិបការៈផ្សេងមានដេកអាក្រាតកាយជាដើមលុះដល់មជ្ឈិមយាមទ្រង់តើនឡើងទតឃើញវិបការៈនៃស្រីរបាំក៏មានសេចក្តីសង្វេគព្រោះឃើញថាទីប្រាសាទដូចជាពាសពេញទៅដោយសាកសពទើបទ្រង់ដាស់ឆន្ទមាត្រឲ្យទៅនាំយកកន្ធអាជាណីមកព្រះអង្គយាងទៅក្នុងបន្ទប់ប្រាថ្នានឹងលើក3ព្រះរាជបុត្រទ្រង់តតឃើញនាងយសោធារាពំពីផ្ទុំដាក់ព្រះហស្ថគង់លើព្រះរាជឱរសព្រះអង្គយាងចេញមកវិញដោយទ្រង់ព្រះចិន្តាថាគ្រាក្រោយសុំមកឃើញមុខកូនព្រះអង្គយាងចុះចាកប្រាសាទឡើងគង់លើខ្នងអាជាណីដោយខ្លួនប្រវែង18ហត្ថទ្រង់ឲ្យឆន្ទមាត្រតោងកន្ទុយព្រះអង្គយាងចាករាជនិវេសទៅដល់ខាងក្រៅនគរទ្រង់បែរទតមកនគរវិញទីនោះឈ្មោះអនិវត្តចេតីតាសមង្ខនេមីរោបាពិមាខណៈនោះមានចិត្តបាបដឹងហេតុហើយចុះចាកទេវលោកមកស្ថិតនៅក្នុងអាកាសពូលផតថាណែសទ្ធត្ថៈអ្នកកុំចេញទៅបួសឡើយនៅតែ7ថ្ងៃទៀតសម្បត្តិចក្រពតនឹងមកដល់អ្នកហើយពោធិសត្វថាដឹងហើយយើងមិនអាល័យទេ
mía có chia chành từ mà ha bồ rắc sao miền tây vật đà trong rùm chia bò ra vá bởi ông riêng rung lông nó cô tặng bấy cứ nó cô có bà la vật hộ muối sao vật thầy muối về xa lầy muối lâu trong ngày xàm sập dồi từ đó từng ạ nào mía rung xuôi chăn nà mát cúp ra cả bởi ông có bò xe long từ trời nia khai pre bởi bay đá oi từ tạo át hạ cô thị săn táo kia nu pre cô thị sạt trung chọc chạ non ai chuyện ấy cung lơ nô sạch hai tra bằng quạp oi chăn nằm mát nom xe dọc đườngประดา vıl một mình đã bay vai đâm nâng đo pre ri cho bay đà ní chăn nằm mát còn nom xe từ phật bận tích xe có bay trung slap đôi xích đầy tục ban tới cao nơi khung ta và tăng vị miền chú mua bắt nó cạ tây và bọt mà ha bồ rắcประธนานึงกัดประเกษาขณะนุรัตนเกียวุฒิเชียตึบกอดเละจกโมกอัมปีอากาព្រះអង្គកាត់ព្រះកេសាទុកឲ្យសល់ប្រវែង2ថ្នប់នោះក៏វិលទៅជាតក្កិណាវត្តទើបព្រះអង្គអធិដ្ឋានមូលីដោយបោះទៅក្នុងអាកាសព្រះឥន្ទយកប្រអប់កែវមកដាក់យកទៅបញ្ចុះទុកក្នុងជូឡាមនីចេតិយក្នុងឋានតាវតឹងពោធិសន្តោពុណៈចិត្តទេសេព្រះបរមពោធិសត្វទ្រង់ព្រះចិន្តានឹករកព្រៃនឹករកត្រៃចីវរទៀតលំដាប់នោះខតិកាមហាព្រំក៏នាំនៅគ្រឿងបរិក្ខា8គឺចីវរ3បាត1កំបិតកោ1មជុលបំពង់1វត្តពុន1តម្រងទឹក1មកថ្វាយព្រះមហាបុរសទ្រង់ទទួលគ្រឿងបរិក្ខារហើយសមាទាននៅទ្រង់ព្រះអរិយៈទ្រង់ត្រៃចីវរទ្រង់បព្វជិស្រេចហើយទើបប្រទាននៅសម្ពុត1គូដល់មហាព្រំខតិកាមហាព្រំក៏ទទួលយកទៅបញ្ចុះទុកក្នុងគុសៈចេតិយកម្ពស់12យោជន៍ក្នុងព្រំលោកព្រះពោធិសត្វដែលយាងចេញសាងបព្វជិនេះក្នុងប្រជញ្ញ29ឆ្នាំចេញទៅក្នុងវេលាមជ្ឈិមយាមថ្ងៃប្រហោះពុណមីខែអាសាឍឆ្នាំថោះ